ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូចែករំលែកមួយទាក់ទងទៅនឹងសំណួរដែលបានសួរថាហេតុអ្វីការស្រឡាញ់ភេទដូចគ្នាមិនអាចចុះសម្បត្តិអាពាហ៍ពិពាហ៍បានហើយនៅពេលដែលចង់រៀបកម្មវិធីមង្គលការរបស់អ្នកដែលស្រឡាញ់ភេទដូចគ្នាតើគាត់ត្រូវទៅសុំការអនុញ្ញាតពីមេភូមិឬមួយក៏ពីមេឃុំចៅសង្កាត់ឬក៏អត់ចាដើម្បីអាចឆ្លើយទៅនឹងសំណួរទាំងនេះបានគឺយើងត្រូវដឹងអំពីគោលការណ៍ច្បាប់ទាក់ទងទៅនឹងលក្ខខណ្ឌដែលអាចស្នើសុំរៀបអាពាហ៍ពិពាហ៍បានចាតាមផ្លូវច្បាប់គឺគ្មានច្បាប់ណាមួយតម្រូវឲ្យគូស្នេហ៍ដែលគាត់ស្រឡាញ់ភេទដូចគ្នានៅពេលដែលគាត់ចង់រៀបមង្គលការគឺចាំបាច់ត្រូវតែទៅសុំលិខិតអនុញ្ញាតរៀបអាពាហ៍ពិពាហ៍ពីឃុំឬមួយក៏ពីសង្កាត់ដែលគាត់កំពុងតែរស់នៅទេពីព្រោះថាការស្រឡាញ់ភេទដូចគ្នានេះដែរគឺច្បាប់របស់ប្រទេសកម្ពុជានឹងគឺមិនទាន់មានការទទួលស្គាល់នៅអាពាហ៍ពិពាហ៍ភេទដូចគ្នានេះជាផ្លូវការនៅឡើយទេដូចនេះរាល់ការរៀបអាពាហ៍ពិពាហ៍គឺមិនចាំបាច់ទៅស្នើសុំលិខិតអនុញ្ញាតរៀបអាពាហ៍ពិពាហ៍នោះទេតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាយើងក៏ដូចជាក្រមរដ្ឋប្រវេណីរបស់ខ្មែរយើងចាបានបញ្ញត្តិទាក់ទងទៅនឹងលក្ខខណ្ឌនៅក្នុងការដែលអាចស្នើសុំរៀបអាពាហ៍ពិពាហ៍បានក៏ដូចជានិយមន័យចានៃការរៀបអាពាហ៍ពិពាហ៍គឺបានកំណត់យ៉ាងជាក់ច្បាស់ថាគឺអាពាហ៍ពិពាហ៍ត្រូវតែធ្វើឡើងរវាងបុរសហើយនិងនារីកន្លែងនេះគឺចង់មានន័យថារវាងភេទប្រុសហើយនិងភេទស្រីហើយដែលការស្នើសុំរៀបអាពាហ៍ពិពាហ៍នេះគឺជាការស្ម័គ្រចិត្តរវាងភាគីទាំងសងខាងចាអត់មានការបង្ខិតបង្ខំទេហើយការរៀបអាពាហ៍ពិពាហ៍នេះទៅតាមគោលការណ៍លក្ខខណ្ឌច្បាប់គឺត្រូវតែជានីតិជនចាទាំងពីរអ្នកដែលអាចរៀបអាពាហ៍ពិពាហ៍បានហើយករណីដែលភាគីណាម្ខាងចាដែលគាត់មិនមែនជានីតិជនក៏អាចរៀបអាពាហ៍ពិពាហ៍បានដែរបងប្អូនអាចចូលទៅមើលវីដេអូរបស់នាងខ្ញុំខាងមុនដែលនាងខ្ញុំបានជម្រាបជូនបងប្អូនហើយទាក់ទងទៅនឹងការស្នើសុំរៀបអាពាហ៍ពិពាហ៍រវាងជនជាតិខ្មែរនិងជនជាតិខ្មែរទោះបីជាមិនមានច្បាប់ទទួលស្គាល់នឹងការរៀបអាពាហ៍ពិពាហ៍របស់អ្នកដែលស្រឡាញ់ភេទដូចគ្នាក៏ដោយក៏ច្បាប់មិនបានហាមឃាត់ទាក់ទងទៅនឹងសិទ្ធិសេរីភាពរបស់បុគ្គលម្នាក់ៗដែរនៅតែអនុញ្ញាតឲ្យមានការរៀបចំកម្មវិធីមង្គលការតាមបែបប្រពៃណីចាហើយទាក់ទងទៅនឹងទោសទណ្ឌសម្រាប់អ្នកដែលស្រឡាញ់ភេទដូចគ្នាហើយឈានដល់ការរៀបមង្គលការក៏មិនមានដែរចាជាក់ស្ដែងសម្រាប់ការរៀបចំនៅកម្មវិធីតាមបែបប្រពៃណីឬមួយក៏ការរៀបចំនៅមង្គលការតាមបែបប្រពៃណីខ្មែរយើងគឺមិនចាំបាច់ឲ្យមានការសុំច្បាប់អនុញ្ញាតរៀបអាពាហ៍ពិពាហ៍នោះទេប៉ុន្តែគឺត្រូវតែមានការជូនដំណឹងឬមួយក៏ការស្នើសុំការសម្របសម្រួលពីអាជ្ញាធរមានសមត្ថកិច្ចនៅទីលំនៅដែលបងប្អូនកំពុងតែរស់នៅចាការជូនដំណឹងអំពីការរៀបចំកម្មវិធីនេះដែរគឺគេចង់មានន័យថាបើសិនបើកម្មវិធីរៀបមង្គលការរបស់បងប្អូនប្រុសស្រីដែលបានរៀបចំឡើងមានដូចជាការចាក់ឧបករណ៍បំពងសម្លេងឬក៏ចាក់បាសឬមួយក៏ការរៀបចំដាក់រោងការនៅលើទីផ្លូវសាធារណៈដែលតាក់ទងទៅនឹងការសម្រួលនៅចរាចរណ៍ហើយក៏មានភ្ញៀវចាមានបងប្អូនមានភ្ញៀវពីលិចពីកើតពីជើងពីត្បូងហ្នឹងមានការចូលរួមច្រើនដែរនោះបងប្អូនចាំបាច់ត្រូវតែសុំការអនុញ្ញាតចាជាទូទៅការរៀបចំនៅកម្មវិធីផ្សេងៗមិនថាកម្មវិធីបុណ្យកម្មវិធីឡើងគេហដ្ឋានឬកម្មវិធីផ្សេងៗទេរាល់ពេលដែលបងប្អូនធ្វើគឺបងប្អូនត្រូវតែសុំការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចជាមុនសិនទើបយើងអាចរៀបចំកម្មវិធីទៅដោយរលូនតែការស្នើសុំដល់អាជ្ញាធរមានសមត្ថកិច្ចឲ្យមានការដឹងឮចាទាក់ទងទៅនឹងកម្មវិធីរបស់យើងហ្នឹងដូចជាការសម្រួលដល់ចរាចរណ៍ករណីដែលមានភ្ញៀវចូលរួមកម្មវិធីរបស់បងប្អូនច្រើនឬក៏ករណីដែលបងប្អូនដូចយើងឃើញហើយនៅតាមស្រុកតាមភូមិនៅពេលដែលបងប្អូនមានកម្មវិធីរៀបចំមង្គលការគឺបងប្អូនមានការចាក់នៅធុងបាសចាក៏ដូចជាឧបករណ៍បំពងសម្លេងចាគឺត្រូវតែជូនដំណឹងទៅដល់អាជ្ញាធរមានសមត្ថកិច្ចដើម្បីចុះទៅសម្របសម្រួលអន្តរាគមន៍នៅពេលដែលបងប្អូនចាក់ធុងបាសកំដររំលែងនៅពេលរាត្រីដែរសរុបសេចក្តីមកវិញគឺរាល់បងប្អូនដែលបានរៀបការជាមួយនឹងអ្នកដែលស្រឡាញ់ភេទដូចគ្នាគឺមិនចាំបាច់ទៅស្នើសុំនៅលិខិតអនុញ្ញាតរៀបអាពាហ៍ពិពាហ៍ចាដែលជាប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ហ្នឹងដូចអ្នកដែលរៀបការជាមួយនឹងភេទប្រុសហើយនឹងភេទស្រីចាភេទផ្ទុយគ្នានោះទេហើយមួយទៀតអាជ្ញាធរមានសមត្ថកិច្ចក៏មិនអាចចេញនៅសម្បត្តិអាពាហ៍ពិពាហ៍ជូនដល់បងប្អូនដែលស្រឡាញ់ភេទដូចគ្នាបានដែរចាបងប្អូនមិនចាំបាច់ទៅសុំច្បាប់ដើម្បីរៀបអាពាហ៍ពិពាហ៍បានទេគឺបងប្អូនចាំបាច់ត្រូវតែជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ចនៅទីលំនៅរបស់បងប្អូនគ្រប់ការរៀបចំនៅកម្មវិធីតូចធំទាំងឡាយដើម្បីមានការដឹងឮពីអាជ្ញាធរមានសមត្ថកិច្ចកុំឲ្យមានការយល់ច្រឡំផ្សេងៗនៅលើកម្មវិធីមង្គលការរបស់បងប្អូនហើយវីដេអូចែករំលែករបស់នាងខ្ញុំក៏មានតែប៉ុណ្ណេះទេករណីដែលបងប្អូនមានចម្ងល់អាច comment នៅខាងក្រោមវីដេអូរបស់នាងខ្ញុំបានហើយទាក់ទងទៅនឹងវីដេអូនៃការរៀបអាពាហ៍ពិពាហ៍រវាងជនជាតិខ្មែរចាថាតើយើងត្រូវរៀបអាពាហ៍ពិពាហ៍ដោយម្ដេចដើម្បីឲ្យត្រឹមត្រូវស្របទៅតាមច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើងគឺនាងខ្ញុំបានជម្រាបជូនបងប្អូនហើយនៅវីដេអូមុនបងប្អូនអាចចូលទៅមើលវីដេអូរបស់នាងខ្ញុំបានអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូរបស់នាងខ្ញុំជួបគ្នាជាមួយនាងខ្ញុំនៅវីដេអូលើកក្រោយនាងខ្ញុំនឹងព្យាយាមរកនៅសំណួរណាចាក៏ដូចជាប្រធានបទណាដែលពាក់ព័ន្ធដែលមានសារៈសំខាន់ទៅនឹងការរស់នៅប្រចាំថ្ងៃរបស់បងប្អូនដើម្បីជាគន្លឹះឬជាដំណោះស្រាយឬមួយក៏ជាការផ្ដល់នៅគំនិតមួយជូនបងប្អូនហើយនាងខ្ញុំមានតែប៉ុណ្ណេះទេអរគុណច្រើនបងប្អូនជម្រាបលាជួបគ្នានៅវីដេអូលើកក្រោយ